Chim before to the technical John Chitty group nang Chitty Matrai for Comacan Committee how me put a bin Mounty P. បាទសូមស្វាគមន៍ប្រិយមិត្តយើងវិលមកជួបគ្នាគូទី 2 បាទតែទៀតហើយពីម៉ោង 8 នេះមិនដឹងដល់ម៉ោងប្រហែលនេះចប់ 10 កន្លះទៀតមិនអាចកណនីបានអត់តនេះកណនីបាទហើយម្សិលមិញនេះខ្ញុំទទួលទូរស័ព្ទអ្នកដែលចាញ់បោកគេតាមវិញហ្នឹងអ្នកបោសសម្អាតទេប៉ុន្តែអស់លុយចាញ់បោកគេដោយសារតែថារឿងត្រូវឆ្នោតអស់ជាង $2000 ហើយនៅតែអញ្ចឹងទៀតឥឡូវខ្ញុំនឹងថាម៉េចចាបាទបើមិនទាន់ឃើញអីសោះឲ្យលុយទៅគេខ្ញុំនឹងបញ្យល់ថាម៉េចបាទអញ្ចឹងឲ្យអស់ឲ្យស្រឡះតែមកទៅខ្ញុំក្រឲ្យកាន់តែក្រថែមបាទហើយតាក់តងនឹងរឿងលបែងចតុកកចានៅតែមានការសាកសួរច្រើនអ្នកខ្លះសួរថាលោករដ្ឋាភិបាលលបែងចតុកកអានឹងដូចចាក់កតុយលេខខ្ញុំថាអត់ដូចទេអានឹងដូចចាក់ប៉ោងនិយាយលេងមួយគាត់សួរលេងតែបាទព្រោះឥឡូវហ្នឹងលបែងកតុយលេខហ្នឹងខាត់លេងឈ្នះហើយបាទដូចថ្ងៃមុនខ្ញុំនិយាយព័ត៌មានរឿងឡានដែលចតមុខផ្ទះនៅផ្សារដើមកោដែលឆ្លោះគ្នាអាកុបពងទាអីហើយស្អុយហើយនឹងអារឿងក្រោយមួយទៀតឆ្លោះទាស់តែងគ្នាហ្នឹងថាផ្ទះដែលយាយមួយដែលនៅផ្សារដើមកោហ្នឹងផ្ទះគាត់306ថា306បាទខ្ញុំដូចរៀងចង់ភ្លេច306ដល់ពេលនិយាយព័ត៌មានហ្នឹងទៅអ្នកនៅផ្សារដើមកោហើយនឹងអ្នកនៅបឹងសាឡាងកាត់ចាក់កតុយលេខបណ្ដោយបាទ306ដល់ពេលអេចឹងថ្ងៃហ្នឹងចាំទេសាឡាងចាំព្រោះគាត់ដូចជាហ្វូន6មិនដឹង306មិនដឹងទេចាផ្ទះនៅកាខ្ទង់ហ្វូន6តែមិនច្បាស់ថា306ឬហ្វូន6ទេផ្ទះលេខហ្នឹងបាទចារួចហើយគាត់កាត់ចេះគាត់កាត់ថាបើ306ហើយគាត់ថាម្ចាស់ផ្ទះហ្នឹងឆ្នះកាចអាមិនគេកាត់ទៅកាត់អា6ចេញនៅ0គេឲ្យអ្នកកាចឆ្នះអីហ្នឹងមិនឲ្យ0ហ្នឹងខ្ញុំពិបាកយល់បាទគាត់កាត់ចឹងទៅបាទដល់ពេលចេញមក300ប្រមាណហ្នឹងដូចគាត់កាត់អញ្ចឹងបាទចាក់ត្រូវឲ្យផ្អើលពេញបឹងសាឡាងទៀតកាត់ចាក់កតុយលេខបាត់ទៅកំពូលឥឡូវថ្ងៃហ្នឹងចាក់ទៀតចាក់09នេះប្រាប់និយាយទាអាយុយើងយកទៅចាក់ហ្នឹងមិនទៅបូកជាមួយអាយុខ្ញុំទៀតបងប្អូនហាតែឡាយចិត្តហាខ្ញុំអីខ្ញុំ60ខែហកយ៉ាហើយតែនាំមកទីគាត់ចាក់ទៀតអើយទៅបួហកទៅបួចាក់ប្អូនហាចាហើយវិញបាទប្អូនហាវាសែជាងបាទតោះទៅរឿងយើងមកក៏មកពិចារណារឿងកតុយលេខបាទចាហើយអ្នកកតុយលេខនៅតាមខេត្តអីទៅសួរមកខ្ញុំថាអូលោកធាវរីកដូចផ្សិតចឹងកតុយលេខចឹងថាដឹងថាម៉េចទេបងអើយបងប្អូនប្រជាពលរដ្ឋគាត់លេងខ្លួនឯងចឹងហ្នឹងចាផ្សងតែយសពអញ្ចឹងហើយខ្ញុំទៅថាម៉េចទេហើយកាលណាខ្ញុំផ្សាយទៅគាត់ប្រាប់មកវិញថាលោកធាវអើយទុយលេងកុំបាច់ផ្សាយទេបាទខ្ញុំលេងខ្លួនឯងហ្នឹងមានណាបខំចាញ់ខ្លួនឯងត្រូវបាន100000តែអត់គិតចាញ់អស់500000ប្រហែលអាទិត្យបាទតោះរឿងរ៉ាវច្រើនហ្នឹងហ្នឹងមានទាំងរឿងសុំតភាកខ្លះសុំរឿងតតាំងជាមួយគ្នាបាទដូចរឿងកាប់គ្នានៅដល់ផ្ទះនៅបឹងតពុនហ្នឹងមកខាងម្ដាយខាងរងគ្រោះគាត់អ្នកដែលរងរបួសហ្នឹងមកបកស្រាយថាកូនគាត់ម្នាក់ឯងហ្នឹងទៅថាមិនមែនកូនគាត់ខុសទេឥឡូវនេះខាងភាគីខាងកូនគាត់ដែលគេចាប់យកទៅដាក់គុកនោះមកបកស្រាយយកភ័ស្តុតាងយកឯកសារគប់បែកបាក់ផ្ទះខ្ទេចខ្ទីអស់ទៀត
bà lâu nhóm mặt đi nhóm tụi vô tầng phần tay prey mật bọc nhóm của vùng tụi sản á ta là bọ xài xong chân nè bà lâu miên tia đây thì chết bọ xài tia lâu này bà vô mong chân bây giờ mơ khơi tầng kia bà để lâu muốn nâng trâu tờ rương rào tầng nóng nghiệm một mơ rương nâu ai rọt sập pia này tây sân bà nghiệm một tây sân tẹt tông bài hà nhiều bài bạt tụi bay mong tìm môi bàn để dây khá là hai cả đôi bàn tay thằng ngày ní khi ông có trâu tay chụp riêng chun bàn thèm bà rót sập phía trên đây bên tây Campuchia bànประชุม pi thằng ngày tại hai vì sao mạnh bọc luồn bà bàn tay mà sao mạnh ní cứ ประชุม vì sao mạnh và tỏ tiết để tập job để bị boss out chưa rướcประเทศ cណៈកម្មការ bà chẳng mà sao mạnh ní cứ lúc xây mua sụt húa đây cho muaនៅក្នុងគណៈកម្មការទី8ត្រូវបានរដ្ឋសភាបោះឆ្នោតមិនទុកចិត្តបាទបោះឆ្នោតមិនទុកចិត្តរួមជាមួយនឹងលោកយឹមសវណ្ណដែលគាត់នៅក្នុងគណៈកម្មការទាំង10នោះដែរគឺត្រូវបានសភាបោះឆ្នោតមិនទុកចិត្តបាទលោកស្រីមួយសុខួរបានធ្លាក់ការបោះឆ្នោតឬប្រធានគណៈកម្មការនៅក្នុងរដ្ឋសភានាព្រឹកថ្ងៃម្សិលមិញហ្នឹងក្នុងចំណោមសមាជិករដ្ឋសភា122រូបដែលបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភានាព្រឹកម្សិលមិញមានតែតំណាងរាស្ត្រ56រូបប៉ុណ្ណោះដែលបានបោះឆ្នោតយល់ព្រមរីឯ63រូបទៀតមិនព្រមនិង3រូបទៀតអនុប្រវេតបន្ទាប់ពីចេញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលនេះមកដូច្នេះចេញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលបែបនេះទៅធ្វើឲ្យអាយដាមកឹមសុខានិងអាយដាមសំរងស៊ីបានគ្រងនឹងទៅជួបមិនមែនគ្រងបានទៅជួបសម្ដេចដៃជោប្រមុខរដ្ឋាភិបាលហើយនឹងសម្ដេចហេងសំរិនបាទរួមជាមួយនោះក៏មានការសុំជួបអាយដាមឧបនាយករដ្ឋមន្ត្រីសខេងផងដែរអញ្ចឹងដើម្បីធ្វើការសម្របសម្រួលជុំវិញពីការបោះឆ្នោតនេះបាទលោកស្រីមូសុហួរនិងលោកយឹមសវណ្ណមិនជាប់ឆ្នោតធ្វើជាប្រធានគណៈកម្មការនោះទេលទ្ធផលបោះឆ្នោតនៅក្នុងរដ្ឋសភាកាលពីម្សិលមិញអង្គប្រជុំរដ្ឋសភាបានបោះឆ្នោតមិនទុកចិត្តទៅលើសមាជិកលោកស្រីមូសុខួរនិងលោកយឹមសវណ្ណអ្នកតំណាងរាស្ត្ររបស់គណៈបកមកពីគណៈបកសង្គ្រោះជាតិដែលបានធ្លាក់ឆ្នោតមិនអាចធ្វើជាប្រធានគណៈកម្មការទី8និងគណៈកម្មការទី10របស់រដ្ឋសភានោះទេតំណាងគណៈបកប្រជាជនកម្ពុជាបានបកស្រាយថានោះជារឿងប្រជាធិបតេយ្យដែលការបោះឆ្នោតដោយសម្ងាត់យើងមិនអាចបង្ខំឲ្យបុគ្គលជាតំណាងរាស្ត្រណាម្នាក់សម្រេចចិត្តដោយមិនមានឆន្ទៈខ្លួនគេនោះទេរីឯអាយដាមសំរងស៊ីបានសម្រួលស្ថានភាពហើយបានព្យាយាមទទួលនៅលទ្ធផលនៃការបោះឆ្នោតក្នុងរដ្ឋសភាដែលផ្ទុយពីការរំពឹងទុករបស់គណៈបកប្រឆាំងមិនធ្លាប់មានពីមុននោះទេគឺនៅម៉ោងជាង2រសៀលទៅហើយរដ្ឋសភាបានថែមម៉ោងប្រជុំប្រមាណជា10នាទីថែមទៀតក្រោយពីប្រជុំបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការនានាអស់ពេលមួយព្រឹកធំមកហើយក្នុងកិច្ចប្រជុំនៃរដ្ឋសភាបន្ថែមនោះគឺគេឃើញថាមានការប្រជុំរួចហើយក៏បានចាប់ផ្ដើមបោះឆ្នោតសម្ដេចហេងសំរិនប្រធានរដ្ឋសភាបានប្រកាសពីសមាជិកប្រធានអនុប្រធាននិងលេខាធិការគណៈកម្មាធិការចំនួន7ដែលមកពីគណៈបកសង្គ្រោះជាតិទើបនឹងជាប់ឆ្នោតថ្មីនៅក្នុងការបោះឆ្នោតនាថ្ងៃពុធម្សិលមិញបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតគឺសមាជិកគណៈកម្មការនីមួយៗមាន9រូបបានប្រជុំហើយបោះឆ្នោតតែងតាំងប្រធានអនុប្រធានលេខាធិការគណៈកម្មការរៀងខ្លួនតាមកូតាដែលបានព្រមព្រៀងនយោបាយកាលពីថ្ងៃទី22កក្កដាសម្រាប់គណៈកម្មការទី8គឺលោកស្រីមួសុខហួរគណៈកម្មការទី8គឺលោកស្រីកែវសវណ្ណរតន៍អ្នកតំណាងរាស្ត្រគណៈបកមកពីគណៈបកសង្គ្រោះជាតិឡើងជាប្រធានជំនួសលោកស្រីមួសុខួរដែលធ្លាក់ឆ្នោតចំណែកឯគណៈកម្មការទី10គឺលោកហូវ៉ាន់ឡើងជាប្រធានជំនួសលោកយឹមសវណ្ណដែលធ្លាក់ឆ្នោតបន្ទាប់ពីលោកស្រីមួសុខួរនិងលោកយឹមសវណ្ណមិនជាប់ឆ្នោតរួចមកនៅក្នុងកិច្ចប្រជុំរដ្ឋសភាអាយដាមសំរងស៊ីអា
ឯកឧត្តមកឹមសុខាបានស្កាត់ជួបជាមួយនឹងសម្ដេចតេជោប្រមុខរដ្ឋាភិបាលសម្ដេចហេងសំរិននិងឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងការសម្របសម្រួលក៏បានកើតឡើងហើយរដ្ឋសភាបានថែមម៉ោងប្រជុំរយៈពេលខ្លីបន្ថែមទៀតនៅពេលចប់កិច្ចប្រជុំរដ្ឋសភានៅពេលចប់កិច្ចប្រជុំរដ្ឋសភានៅរសៀលថ្ងៃនោះដដែលឯកឧត្តមសំរងស៊ីបានថ្លែងទៅកាន់ក្រុមអ្នកកាសែតដោយសោកស្ដាយនឹងការរអាក់រអួលបន្តិចបន្តួចដោយសារតែកិច្ចព្រមព្រៀងនយោបាយមិនបានអនុវត្តឲ្យបានពេញលេញតែមានការសម្របសម្រួលដើម្បីរដ្ឋសភាដំណើរការនឹងឈានដល់បញ្ចប់ការងារដ៏សំខាន់លើវិសោធនកម្មរដ្ឋធម្មនុញ្ញច្បាប់បោះឆ្នោតនិងការជ្រើសរើសសមាជិកកោជបថ្មីជាដើមឯកឧត្តមឈៀងវុនសមាជិករដ្ឋសភាមកពីគណៈបកប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យរដ្ឋសភាបានចាត់ទុកការធ្លាក់ឆ្នោតរបស់លោកស្រីមូសុខួរនិងលោកយឹមសវណ្ណថាជារឿងធម្មតាក្នុងលទ្ធិប្រជាធិបតេយ្យហើយការធ្លាក់ឆ្នោតនោះមិនមែនដោយសារតែតំណាងរាស្ត្រមួយចំនួនគាត់មិនពេញចិត្តបាទនេះទូទាំងជនតាក់ទងនឹងរឿងបោះឆ្នោតគណៈកម្មការទាំង10កាលពីម្សិលមិញបាទកាលពីម្សិលមួយថ្ងៃពីថ្ងៃអង្គាររដ្ឋសភាបានបោះឆ្នោតជ្រើសរើសប្រធានគណៈកម្មការចំនួន3រួចទៅហើយអញ្ចឹងនៅសល់ប្រធានគណៈកម្មការចំនួន7ទៀតដែលនឹងត្រូវបោះឆ្នោតកាលពីម្សិលមិញហើយអញ្ចឹងបេក្ខភាពដែលលោកស្រីមូសុខួរគណៈកម្មការទី8ហើយនិងលោកយឹមសវណ្ណដែលឈរបេក្ខភាពជាប្រធានគណៈកម្មការទី10បាទអញ្ចឹងលទ្ធផលនៃការបោះឆ្នោតគឺមិនបានជាប់ទេដោយការបដូរសមាជិកភាពជាប្រធានវិញអញ្ចឹងកន្លែងតំណែងលោកស្រីមូសុខួរក៏ត្រូវបានជាប់ទៅខាងលោកស្រីកែវសុវណ្ណរតទៅវិញបាទចំណែកឯតំណែងរបស់លោកយឹមសវណ្ណត្រូវបានជាប់ទៅខាងឯកឧត្តមហូវ៉ាន់វិញបាទអញ្ចឹងទេធម្មតាទេការបោះឆ្នោតបែបប្រជាធិបតេយ្យហើយមួយទៀតការបោះឆ្នោតសម្ងាត់អញ្ចឹងពេលខ្លះបើសិនជាលើកយកនៅកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាកាលពីថ្ងៃ22តែដល់ពេលទីបំផុតមកដល់បោះឆ្នោតវាអត់ជាប់អញ្ចឹងកិច្ចព្រមព្រៀងវាមិនអាចបង្ខំលើឆន្ទៈបានបាទធម្មតាមានជាប់មានធ្លាក់អញ្ចឹងបាទអញ្ចឹងដល់ពេលដូរសមាជិកភាពទៅជាជាប់ទៅវិញបាទនេះទូទាំងជនតាក់ទងនឹងរឿងការបោះឆ្នោតសម្រាប់ប្រធានគណៈកម្មការទាំង10កាលពីម្សិលមិញរយៈពេលបោះឆ្នោតហ្នឹង2ថ្ងៃទៅហើយអញ្ចឹងចប់សពគ្រប់ហើយបាទចប់សពគ្រប់ហើយបាទនេះតាក់ទងនឹងការបោះឆ្នោតនៅឯរដ្ឋសភាកាលពីម្សិលមិញបាទថ្ងៃអង្គារថ្ងៃពុធ2ថ្ងៃបាទអរគុណទូទាំងជនតាក់ទងនឹងរឿងហ្នឹងចប់ប៉ុណ្ណឹងចុះបាទឥឡូវនេះយើងក៏លេខទៅមើលរឿងរ៉ាវសង្គមរបស់យើងផ្សេងៗទៀតបាទក្នុងនោះសេឡាចាប់ដើមយករឿងអីមុនគេបាទសូមអញ្ជើញចាគឺករណីដំបូងនេះគឺជាការចោះឆែកឆេរទីតាំងផលិតគ្រឿងញៀនត្រូវម្ចាស់ទីតាំងនោះបាញ់គម្រាមសមត្ថកិច្ច2គ្រាប់សមត្ថកិច្ចខ្លាចដកថយអស់មន្ត្រីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញចុះទៅច្បាមមេខ្លោងជួញដូរគ្រឿងញៀនត្រង់ត្រេធំត្រូវបានស្ត្រីជាមេខ្លោងបាញ់រះមកដល់សមត្ថកិច្ច2គ្រាប់ហាមមិនឲ្យសមត្ថកិច្ចចុះទៅឆែកឆេរលំនៅចុះទៅឆែកឆេរលំនៅឋានរបស់គេហេតុការណ៍នេះបានកាត់ឡើងនៅម៉ោង 9:50 នាទីយប់ថ្ងៃទី27សីហាផ្ទះលេខ25ផ្លូវបេតុងក្រុម6ភូមិត្រពាំងក្រហ្វាំងសង្កាត់ត្រពាំងក្រហ្វាំងខណ្ឌសែនសុខខណ្ឌពូសែនជ័យអញ្ចឹងបាទខណ្ឌពូសែនជ័យចានៅខណ្ឌពោធិ៍សែនជ័យហើយប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាកាលពីវេលាម៉ោង 8:50 នាទីយប់ថ្ងៃទី27ខែសីហាមន្ត្រីប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យ2នាក់នៅក្នុងផ្ទះសំណាក់លេហ្វីហ្វីហ្ផ្ទះលេខ25ផ្លូវលេខ81សង្កាត់ផ្សារថ្មីទី2ខណ្ឌដូនពេញក្នុងចំណោមជនសង្ស័យទាំង2នាក់នោះម្នាក់ជាអ្នកជួញដូរគ្រឿងញៀននិងឃាត់បានជនជាតិចិនម្នាក់កំពុងតែប្រើប្រាស់គ្រឿងញៀនដកហូតបានម្សៅក្រហមព្យាស្រ័យដកហូតបានម្សៅក្រាមពណ៌សថ្លាមួយកញ្ចប់ចិញ្ចីថ្លឹងមួយចាឲ្យបន្ទាប់ពីឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនក៏បានសារភាពថាគេមានមេខ្លោងជួញដូរគ្រឿងញៀនត្រង់ទ្រាយធំនិងជាកន្លែងផលិតគ្រឿងញៀនមានឈ្មោះថាហ្វីណាភេទស្រីស្នាក់នៅផ្ទះលេខ O25 ផ្លូវបេតុងក្រុម6ភូមិត្រពាំងក្រហ្វាំង
ចាទៅសមត្ថកិច្ចដឹកនាំទៅឆែកឆេរដោយមានលោកហ្វៀងហ្វុកព្រះរាជអាជ្ញារងអស់ផ្លាដំបងរាជធានីភ្នំពេញបន្តចុះទៅឆែកឆេរទីតាំងខាងលើហើយពេលទៅដល់ម្ចាស់ផ្ទះបានរត់គេចខ្លួនឡើងទៅលើបន្ទប់ឡើងទឿជាន់ទី1ចាក់ហ្វោទ្វារបន្ទប់មិនឲ្យសមត្ថកិច្ចធ្វើការសួរនាំនិងចូលទៅត្រួតពិនិត្យទេព្រមទាំងបាញ់មួយគ្រាប់ទៅលើសមត្ថកិច្ចតែមិនមានររបួសលុះពេលដែលសមត្ថកិច្ចស្រែកហៅឲ្យម្ចាស់ផ្ទះបើកទ្វារម្ចាស់ផ្ទះបានបាញ់មួយគ្រាប់ទៀតតែសំណាងល្អមិនមានររបួសទៀតហើយដោយសារតែទីតាំងខាងលើសមត្ថកិច្ចមិនអាចចូលទៅឆែកឆេរបានទើបសមត្ថកិច្ចដកថយត្រឡប់ទៅវិញសិនចាទៅចឹងទៅណាចាមិនចឹងសមត្ថកិច្ចចាញ់សង្គ្រាមគ្រឿងញៀនណាបាទនេះទូទាំងនៃជនស្លាកលេខម៉ូតូនេះដាក់សារព័ត៌មានបាទសារព័ត៌មានប៉ុន្តែគាត់មិនដឹងជាអ្នកសារព័ត៌មានពិតប្រកបឬយ៉ាងម៉េចទេបាទពីព្រោះមានស្លាកលេខម៉ូតូខ្លះគាត់ដាក់អញ្ចឹងប៉ុន្តែស្លាកលេខប្រភេទនេះមិនមែនជាស្លាកលេខផ្លូវច្បាប់ទេអូចាបាទគ្មានស្ថាប័នណាដែលចេញស្លាកលេខខ្លួនឯងទេអូបាទអញ្ចឹងរាល់ម៉ូតូឬក៏រថយន្តទាំងឡាយបើសិនជាគេអាចចេញស្លាកលេខតាមស្ថាប័នក្រសួងមួយហ្នឹងបែបអនាធិបតេយ្យបាទបាទក្រសួងមួយចេញស្លាកលេខមួយក្រសួងមួយចេញស្លាកលេខមួយសមត្ថកិច្ចដែលជាអ្នកបង្ក្រាបបទល្មើសបើសិនជាមានបទល្មើសលើយានជំនិះណាមួយវិញទៅមិនឃើញទេបាទមិនដឹងជាទៅណាមួយណាគ្រប់គ្រងបាទអញ្ចឹងយើងមិនដឹងថាតើគាត់ជាអ្នកសារព័ត៌មានពិតប្រកបឬយ៉ាងណាទេព្រោះសមត្ថកិច្ចមិនទាន់បានឆែកមើលនៅការរបស់គាត់ពីព្រោះដើម្បីកុំឲ្យវាប៉ះពាល់សម្រាប់អ្នកសារព័ត៌មានដែលគេប្រកាន់វិជ្ជាជីវៈបាទប៉ុន្តែអ្វីដែលព័ត៌មានខាងដើមលោកអ្នកប្រកាសជាអាចឆ្ងល់ដោយខ្ញុំដែរថាហេតុអីសមត្ថកិច្ចចម្រុះដែលបានចុះទៅបង្ក្រាបគ្រឿងញៀនទៅហើយរហូតដល់ចាប់ជនសង្ស័យមានទាំងជនជាតិចិនបាទនិងជនជាតិខ្មែរដែលមានជិះម៉ូតូស្លាកលេខសារព័ត៌មាននេះទៀតបាទប៉ុន្តែទីបំផុតបែរជាបរាជ័យនៅពេលដែលម្ចាស់ផ្ទះជាស្រីបានបាញ់គម្រាមសមត្ថកិច្ចបានដកថយចេញអស់ទៅវិញដោយមិនមានការដាក់កម្លាំងឡោមព័ទ្ធបាទហើយតាំងលើកយកថាផ្ទះគេមានមុខមានមាត់ទោះបីមានមុខមានមាត់ដោយបត់ល្មើសដែលកើតឡើងសមត្ថកិច្ចដាច់ខាតត្រូវតែធ្វើហើយបាទវាមិនដែលបាញ់ហើយថយចេញអស់ចាថាតថយដកយុទ្ធសាស្ត្រដាក់ខ្សែត្រៀមពាត់ទល់ព្រឹកដកមកកន្លែងវិញបាទហេតុអីបាទបើសិនជាកម្លាំងតិចហេតុអីបានជាសមត្ថកិច្ចមិនជំនួយកម្លាំងបន្ថែមនេះមហាជនដែលឆ្ងល់អញ្ចឹងឯងបាទលីថាស្ត្រីជាម្ចាស់ផ្ទះបានបាញ់មកចាឥឡូវឧទាហរណ៍ថាបើទោះបីផ្ទះហ្នឹងគាត់ជាសមត្ថកិច្ចដែរក៏ដោយតែសមត្ថកិច្ចដែលទៅបង្ក្រាបបទល្មើសទៅជាលក្ខណៈជាក្រុមជានគរបាលយុត្តិធម៌ឬក៏ហៅថានគរបាលជាតិរបស់រដ្ឋបាទចុះហេតុអីបានជាទៅខ្លាចបទល្មើសបាទចុះចាញ់បទល្មើសអត់មានដកថយមកហើយថាតែដាក់កម្លាំងនៅនពាត់បន្តតែទីបំផុតដកមកកន្លែងចាបាទតែបើសិនជាថាម្ចាស់ផ្ទះហ្នឹងគាត់ធ្វើការងារអីក៏ដោយតែអ្នកដែលបានបាញ់ជាមួយនឹងសមត្ថកិច្ចដែលគេទៅធ្វើការជាផ្លូវច្បាប់វិញអ្នកឯងខុសរួចជាស្រេចទៅហើយចាបាទគេទៅជាកម្លាំងចម្រុះរបស់រដ្ឋាភិបាលហើយបុគ្គលនោះគាត់ម្ចាស់ផ្ទះប៉ុន្តែគាត់បាញ់មកលើកម្លាំងរបស់រដ្ឋាភិបាលកម្លាំងនគរបាលជាតិវាខុសរួចជាស្រេចទៅហើយអញ្ចឹងសមត្ថកិច្ចគាត់មានសិទ្ធិដើម្បីឡោមព័ទ្ធផ្ទះហ្នឹងរហូតដល់ចាប់ខ្លួនអ្នកបាញ់ហ្នឹងតែម្ដងបាទអញ្ចឹងបែរជាបាញ់ពីលើមករត់អស់លីងម៉ាត់កេងចាបាទអានេះទូទាំងនិជនទស្សនាឃើញប្រកាសជាឆ្ងល់ដែរហើយបាទអញ្ចឹងគាត់ទៅ10 20នាក់ឯនោះបាញ់មកគ្រាប់មករត់អស់មកមិនរត់មកដាក់ដកថយដើម្បីយុទ្ធសាស្ត្រពាត់ចាប់ចាដកថយយកមកទំហឹងហ្មងមកដល់កន្លែងហ្មងដេកមកចប់ហ្មងបាទហ្នឹងខ្ញុំថាធ្វើការសន្និដ្ឋានទាំងអស់គ្នាទូទាំងនិជនឃើញទេដល់ពេលអញ្ចឹងយើងគួរឆ្ងល់ហើយអ្នកម្ចាស់ផ្ទះជានរណាតើសមត្ថកិច្ចមានអត្តកម្លាំងអីបានជាអត់ដាក់កម្លាំងនៅសំងំឃ្លាំមើលតទៅទៀតបាទចាចាំមើលចាំឃើញមើលមានរឿងតភាគនៅថ្ងៃស្អែកទៀតចាបាទយ៉ាងម៉េចទៅរឿងហ្នឹង
បានជាបាញ់ពីក្របរត់អស់បាទតោះ ឥឡូវចូលទៅមើលរឿងទៀតករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករមាក់ម៉ូតូក្រឡាប់រងរបួសធ្ងន់និងស្រាល 4 នាក់ លោកវរៈសនីឯកស្រវឹងហ្វ្រាបើរថយន្តបុករមាក់ម៉ូតូធ្វើឲ្យក្រឡាប់រងរបួសធ្ងន់ចាដល់ទៅ 2 នាក់និងស្រាល 2 នាក់ហើយព្យាយាមបើករថយន្តរត់គេចទៅចតទុកនៅក្នុងស្ថានីយ៍ព្រៃឥន្ធនៈតេឡាទល់មុខខារ៉ាអូខេសម្បត្តិមានហេងគ្រោះថ្នាក់នេះបានកាត់ឡើងនៅម៉ោង 6:40 នាទីយប់ថ្ងៃទី 27 សីហាតាមបណ្ដោយផ្លូវជាតិលេខ 1 ភូមិក្តីតកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពៅប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលដែលកើតហេតុរថយន្តបង្កម៉ាអ៊ីស៊ុយស៊ុយពណ៌ទឹកប្រាក់បើបោដោយបរិសម្នាក់ដែលនៅក្នុងរថយន្តគេឃើញមានអាវយោធានៅលើកៅអីចាជាវរៈសនីឯកកែវសវណ្ណបើបោក្នុងស្ថានភាពស្រវឹងទិដៅពីការតលិចបានបើកជ័យរថយន្តមួយគ្រឿងក្នុងទិដៅស្របគ្នារេចកោទៅខាងឆ្វេងដៃទៅបុករមាក់ម៉ូតូមួយគ្រឿងដឹកភ្ញៀវជាមនុស្សស្រី 3 នាក់បើកបោពីលេខទៅកើតបណ្ដាលឲ្យរមាក់ម៉ូតូនោះក្រឡាប់សង្កត់លើស្ត្រី 2 នាក់រងរបួសធ្ងន់ចារីឯអ្នកបើករមាក់ម៉ូតូនិងស្ត្រីម្នាក់ទៀតរងរបួសស្រាលខណៈដែលឃើញរមាក់ម៉ូតូក្រឡាប់សង្កត់លើស្ត្រី 2 នាក់បែបនេះអ្នកបើករមាក់ម៉ូតូបានរត់ទៅចាប់រមាក់ម៉ូតូចាបង្ហើបឲ្យផុតពីស្ត្រីរងគ្រោះហើយក្រោយពេលដែលកាត់ហេតុរថយន្តបង្កព្យាយាមបើករត់ទៅឈប់ចតនៅមុខស្ថានីយ៍ព្រៃឥន្ធនៈតេឡានៅទល់មុខខារ៉ាអូខេសម្បត្តិមានហេងតាមបណ្ដោយផ្លូវជាតិលេខ 1 សង្កាត់និរោធខណ្ឌច្បារអំពៅហើយអ្នកបើករថយន្តគេចខ្លួនបាត់លុះពេលដែលសមត្ថកិច្ចចុះទៅដល់កន្លែងកាត់ហេតុរថយន្តចតបានបន្តិចស្រាប់តែបរិសម្នាក់បានមកអះអាងថាគាត់ជាម្ចាស់រថយន្តសូមធ្វើការចរចាបញ្ចប់រឿងទាំងស្រវឹងជោគតែពេលឃើញសាច់ញាតិខាងជនរងគ្រោះមានគ្នាច្រើនពេកបានឡើងជិះរថយន្តមួយគ្រឿងទៀតចេញទៅបាត់អ្នកដែលរងរបួសរងចាំចារថយន្តសង្គ្រោះទៅដល់យូរពេកបានដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកមានជ័យម្នាក់និងដឹកតាមរមាក់ម៉ូតូយកទៅព្យាបាលនៅគ្លីនិកឯកជនម្នាក់ទៀតដែលឡាយរថយន្តនិងរមាក់ម៉ូតូដែលកលាប់ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌច្បារអំពៅរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់ចា៎ករណីមួយទៀតរថយន្តធ្លាក់កាងបើករត់តតែដកកំភ្លើងភ្ជង់ទើបឈប់រថយន្តកូរ៉ូឡាមួយគ្រឿងព្យាយាមបើករត់គេចតែរថយន្តនឹងធ្លាក់កាងអស់នឹងថ្នល់ធ្វើឲ្យមានការដេញតាមមិនព្រមឈប់ទេតតែអ្នកដេញតាមដកកំភ្លើងភ្ជង់គម្រាមទើបឈប់ធ្វើឲ្យមានការភ្ញាក់ផ្អើលនៅមុខផ្ទះលក់ទូរស័ព្ទយីហោហេងហេងផ្លូវលេខ 432 កែ163 សង្កាត់ទួលទំពង់ទី 2 ខណ្ឌចំការមនកាលពីវេលាម៉ោង 9:30 នាទីយប់ថ្ងៃទី 27 សីហាសាក់សីឃើញហេតុការណ៍បានឲ្យដឹងថារថយន្តបង្កម៉ាកកូរ៉ូឡាពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ 2F7435 បើបោដោយបរិសម្នាក់ក្នុងស្ថានភាពស្រវឹងធ្លាក់ភ្នែកតែមិនមាននរណាដឹងថាបង្កគ្រោះថ្នាក់ចរាចរណ៍ពីកន្លែងណាមកទេគ្រាន់តែមានអ្នកឃើញថារថយន្តមួយគ្រឿងខាងលើនេះបើករត់ទាំងរថយន្តធ្លាក់កាងមុខអស់នឹងថ្នល់តាំងពីផ្លូវលេខ 371 រហូតដល់ 271 បត់ចុះទៅដល់ផ្លូវលេខ 163 ជាការដ្ឋានជួសជុលបណ្ដាញលូដែលមានបិទរនាំងសំណាញ់ទើបរថយន្តបើកទៅមុខលេខរួចបានបើកចូលទៅក្នុងផ្ទះលក់ទូរស័ព្ទហេងហេងប្រភពព័ត៌មានបានដឹងទៀតថាពេលអ្នកបើករថយន្តចូលដល់មុខផ្ទះលក់ទូរស័ព្ទខាងលើនេះហើយមិនព្រមចុះពីលើរថយន្តទេតែអ្នកឃើញហេតុការណ៍ដកកំភ្លើងភ្ជង់គម្រាមទើបព្រមចុះពីលើរថយន្តទាំងស្រវឹងជោគជាំហើយប្រាប់ថារថយន្តរបស់គាត់ត្រូវម៉ូតូបុកតែមិនមានរងរបួសទេហើយទោះបីជាយ៉ាងណារថយន្តបង្កដែលមិនទាន់ដឹងថាបង្កគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងណាឲ្យពិតប្រាកដនៅឡើយនោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនបើសិនជាបងប្អូនណាបានឃើញនិងដឹងថាបង្កគ្រោះថ្នាក់ចរាចរណ៍នៅកន្លែងណាមួយនោះសូមតាក់ទងទៅខណ្ឌចំការមនចាអូអញ្ចឹងគាត់ស្ទាក់ឡាននេះដោយសារតែឡានហ្នឹងឃើញស្នាមបុកណាចាធ្លាក់កាងស្នាមបុកធ្លាក់កាងប៉ុន្តែអត់ដឹងថាកន្លែងបុកហ្នឹងនៅឯណាចាបាទហើយឡាននេះគាត់បើកមកប៉ុន្តែម្ចាស់នៅនឹងអត់នៅម្ចាស់នៅនឹងតែនៅនឹងសួរគាត់គេថាម៉ូតូបុកឡានគាត់តែអត់មានគ្រោះថ្នាក់អីទេគាត់បើកចេញមកបាទនឹងកាលគាត់ឃើញថាបុកដូចជាតិចតួចទៅចេះតែមកចាមកគេឃើញតាមផ្លូវថាបុកណាហើយចាបាទប្រាប់គេច្បាស់ទៅបងបាក់ពេកណាតោះចាឥឡូវចូលទៅមកករណីទៀតរឿងដុតសំរាមនៅវាលស្រែផ្អើលរថយន្តពលុតអគ្គិភ័យវាលស្រែដែលតែងតែមានរថយន្តដឹកសំរាមមួយចំនួនបានយកទៅចាក់ចោលនៅទីនោះហើយដុតចោលបានឆាប់ឆេះសន្ធោសន្ធៅធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពលុតអគ្គិភ័យមួយគ្រឿងចុះទៅបាញ់ទឹកពន្លត់កាលពីវេលាម៉ោង 9:40 នាទីយប់ថ្ងៃទី 28 សីហានៅតាមផ្លូវ 7 មករាតាមវាលស្រែក្នុងភូមិព្រែកប្រណាក់សង្កាត់ជើងឯកខណ្ឌជើងឯកអូអញ្ចឹងណាបាទខណ្ឌជើងឯកខណ្ឌដង្កោខណ្ឌដង្កោបាទ
จัง คันดังก้าวមានคันជើងឯកណាទៀត nhộ khẩy lô thay dương một bài ấy ở đây nó នេះคันดังก้าวសង្កាត់ជើងឯកคันดังก้าว ចាចាប្រពន្ធមានបានដឹងដែរថាទីតាំងខាងលើនេះជាដីវាស្រែដែលតែងតែមានអ្នកយកសម្រាមទៅចាក់ចោលនៅទីនោះជួនកាលគឺមានរថយន្តដឹកសម្រាមខ្លះយកសម្រាមទៅចាក់ចោលជាញឹកញាប់រួចហើយបានដុតសម្រាមនោះចោលតែរយៈពេលប្រហែល1ខែកន្លងមកនេះគឺមានអ្នកលួចគេហៅថាលួចសម្រាមឆេះ លួចដុតសម្រាមហ៎ អត់ទេលួចសម្រាប់ដែលឆេះហ្នឹងម្ដងរួចមកហើយអញ្ចឹងអូខេហ្នឹងហើយចាបែបអញ្ចឹងហើយម្ដងរួចមកហើយធ្វើឲ្យផ្អើរថយន្តពលអគិភ័យចុះជួយបាញ់ទឹកពន្លត់ហើយនៅយប់កើតហេតុស្រាប់តែមានអ្នកលួចដុតសម្រាមធ្វើឲ្យឆាបឆេះសន្ធោសន្ធៅធ្វើមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពលអគិភ័យមួយគ្រឿងចុះទៅបាញ់ទឹកពន្លត់ទើបរលត់អស់ទៅវិញភ្លើងឆេះសម្រាមខាងលើនេះមិនបង្កឲ្យឆ្លងរាលដាលដល់ផ្ទះសម្បែងប្រជាពលរដ្ឋទេផ្អើលអញ្ចឹងទេតាមពិតអញ្ចឹងប្រហែលជាគាត់ចង់និយាយថាកន្លងមកនឹងធ្លាប់មានអ្នកទៅលួចដឹកអាសម្រាមឆេះហ្នឹងអញ្ចឹងបើសិនជាអញ្ចឹងមែនគាត់អាចសង្ស័យថាអ្នកកសិករណាមួយគាត់ចង់យកអានឹងធ្វើជីគាត់មកដុតដុតឲ្យឆេះអញ្ចឹងទៅជាផេះហើយគាត់មកកើបដើម្បីយកទៅដាក់ស្រែគាត់ប្រហែលជាគាត់គិតអញ្ចឹងយ៉ាងបាទអញ្ចឹងសូមបញ្ចប់រឿងនឹងប៉ុណ្ណឹងទៅហើយនឹងសូមជម្រាបជូននៅរឿងមួយសហការីមើលរូបភាពដែលស្ត្រីម្នាក់ដែលគាត់ការ៉ាអូខេស្ត្រីការ៉ាអូខេម្សិលមិញបាទសូមជម្រាបជូនតិចសិនទៅតែជនដោយសារតែម្សិលមិញនេះខ្ញុំយកជំនួយទៅឲ្យដល់នៅកន្លែងបច្ឆាវត្តសបូមាសបាទនៅក្នុងខណ្ឌដង្កោនេះទូទាំងជនខ្ញុំបានយកទៅដល់ជំនួយទៅដល់កន្លែងនឹងតែម្ដងដោយគាត់គ្មានថវិកាសម្រាប់ធ្វើបុណ្យទេបាទឥឡូវនេះក្មួយស្រីហេងគុន្ធាបាទតាមពិតអាយុ22ឆ្នាំនាងមានកូនប្រុសម្នាក់កូនប្រុសម្នាក់ហ្នឹងគឺកូនអាយុ3ខួបបាទអាយុ3ខួបដែរប្តីក៏មកដែរប្តីហ្នឹងទើបនឹងលែងគ្នាហ្នឹង3ខែទេបាទហើយដោយសារតែក្មួយស្រីខាងនេះគាត់ជីវភាពក្រីក្រហើយនឹងម្ដាយនៅខាងក្រមពងច្រវាច់ដៃច្រវាច់ជើងនេះខាងក្រមគឺគាត់ស្លាប់បាទម្ដាយគាត់អ្នកមីងមុំសុខនគាត់អាយុ51ឆ្នាំហើយគាត់មានកូនទាំងអស់8នាក់ចា៎បាទគាត់រស់នៅក្នុងភូមិកំពង់សឹងឃុំកំពង់សឹងស្រុកព្រះស្ដេចខេត្តព្រៃវែងគាត់លក់ដីធ្លីនៅឯកំពង់សឹងនឹងអស់ហើយមកនៅឯភ្នំពេញឯនេះបាទអញ្ចឹងគាត់ធ្វើជាកម្មករសំណង់កូនរបស់គាត់ទាំង8នាក់គឺធ្វើការងារខុសៗគ្នាហើយគាត់ជាអ្នកធ្វើការនៅសំណង់ការងារសំណង់បាទខ្ញុំជំនួយម្សិលមិញគឺមានបងស្រីនៅពេសាពេចិត្តផ្សារពេសេនេះគាត់ជួយ200000ចាបាទហើយខាងខ្ញុំនេះជួយពីនេះទៅ500000ឲ្យថែមទៀតហ្នឹងហើយ500000អញ្ចឹងហើយបងប្រុសម្នាក់គាត់ទៅជាមួយខ្ញុំដែរគាត់ជួយ100,000បាទចាអញ្ចឹងក្នុងនោះមានអង្ករមានទឹកត្រីទឹកស៊ីអ៊ីវបាទហើយនឹងថវិកាសរុបទាំងអស់វា700,000បាទ700,000រៀលបាទហើយមើលរូបភាពមានរូបភាពគាត់នៅរស់មួយទៀតនេះកូនរបស់គាត់នេះកូនរបស់គាត់អូស្អាតនេះគាត់ដែលកាលពីនៅរស់ប៉ុន្តែទូទាំងនៃជនបងប្អូនបងស្រីរបស់គាត់ម្នាក់គាត់និយាយប្រាប់ខ្ញុំនៅទីនោះនៅពេលដែលគាត់ចាប់ផ្ដើមពិបាកចិត្តគាត់លេងប្តីគាត់តុកសិចគាត់ព្យាយាមសុំចង់ជួបខ្ញុំបាទហើយរកលេខទូរស័ព្ទខ្ញុំដើម្បីចង់ប្រាប់ពីការលេងលះគាត់ពិបាកចិត្តណាស់ដែលគាត់សម្រេចចិត្តមកធ្វើការនៅការ៉ាអូខេហ្សូមអញ្ចឹងបាទអញ្ចឹងបងស្រីគាត់ប្រាប់ថាព្យាយាមរកលេខលោករដ្ឋាឯងដល់ហើយដើម្បីគាត់ចង់ប្រាប់រឿងរ៉ាវគាត់ដែលគាត់លេងលះប្តីហ្នឹងអញ្ចឹងបាទគាត់ចង់ប្រាប់ខ្ញុំបាទហើយខ្ញុំនេះអត់ដឹងដែរគាត់ខំប្រឹងរកខ្ញុំមានតែដឹងអីបាទហើយដល់បងគាត់នៅកន្លែងសាកសពនោះមកនិយាយប្រាប់បានថាអូអាណយធំហ្នឹងណានេះចង់មកប្រាប់ឲ្យខ្ញុំជួយផ្ដល់ជាយោបល់ថានេះប្តីឥឡូវប្តីហ្នឹងមកណាប្តីនេះអត់ទោះបីថាលេងគ្នាក៏ដោយប៉ុន្តែប្តីនេះថាទោះបីលេងគ្នាក៏ដោយប៉ុន្តែមកលេងប្រពន្ធញឹកញាប់យកកូនមកអីចឹងមកសួរសុខទុក្ខមិនមែនមកលេងបាទលេងផ្សេងនេះមកសួរសុខទុក្ខបាទអញ្ចឹងកូនរបស់គាត់នេះគឺអាយុ3ខែនេះគឺឲ្យនៅខាង3ខួបអាយុ3ខួបនេះគឺឲ្យនៅខាងប្តីដោយសារតែខាងភរិយារបស់គាត់នេះគាត់ថាគាត់មិនអាចចិញ្ចឹមរស់
bạn chẳng thế phiệp sau sòng rên chấm po ca cây cro phiệp cây cro bỏ cua xá này thua oi nhom dọc từ đó nó thua oi cọt sập bài chết hơi nâng côn chấm po sập rồi chôn bảo dương để bàn phát đo nơi chấm nuôi tiếng ở này thua bay tây cái đây tràn đây vàអង្គ 50 kg tí thực sự yêu buồn vú và hai nâng thực sót và thực sót hai nâng thạo với ca sọp tiếng ở chết sầm mơn đi bài chẳng tụi bay miền tây tôi tụi bay oi lôi thay sầm rạp oi ai cha quạt bôi chia tao và nực nhom về là chập đàm bong xây rồi bỏ xạ sọp để dây nhom nực lăng anh nói ở thòng này để chồng chụp nhom là bây giờ ở nhom chui sầm rùa nực cả cả tục rồi bỏ niềng nực về để vào đây bàn lên tao cái nó mình đang hướng tha mua hạt ấy tết ở trong chụp dừng quát trong bị cua chụp bò cho môi nhom thật ta nộp về để nhom bị bại chết nhom miên côn môi sầm lạch ở kia tao rư mũi của quát bên miên bầm non trong oi nhom vô côn quát nâng tao oi đạn đâu cả lại nền nam môi để miên na cột lõ của mình đắng và chẳng còn mình đắng vàនេះគឺរូបភាពគាត់កាលពីគាត់នៅធ្វើការងារនៅការ៉ាអូខេហ្នឹងបាទ Zoom ហ្នឹងបាទនាងបានលាចាកលោកទៅហើយគ្មានថ្ងៃវិលវិញទេបាទហើយម្ដាយនោះបើយំបោកសោកខ្លួនដួលនៅសន្លប់នៅចិត្តសពកូននឹងតែម្ដងនៅក្នុងវត្តសម្បូរមាសបាទអរគុណទូទាំងអ្នកជនឥឡូវនេះដោយសារតែពេលវេលាដល់ម៉ោងសម្រាប់ទៅហើយសូមពេលសម្រាប់បន្តិចសិនបាទទូទាំងអ្នកជនទៅទៀតយើងវិលមកជួបគ្នាបន្តទៀតបាទ